ឆ្ងល់ដល់បើមិនក៏អត់ចូលទេឱកាសមកសាយថ្មីពីKylian Mbappé Kylian Mbappé ចូលនេះឈូអាមេនីបញ្ជូនទៅឲ្យបាល់កូឡាហើយបើអូលីសេសូជាស្រ័យនេះឱកាសមួយជើស្ដាំបាល់កូឡាMbappé បើបញ្ជូនឲ្យបាល់កូឡាទម្លាក់មកខាងក្រោយអូលីសេបញ្ជូនឲ្យបាល់កូឡាអាយយKylian Mbappé ទេសូជាស្រ័យKylian Mbappé ឱកាសសម្រាប់ចិត្តសុទ្ធមួយជើងឆ្វេងអាយយលេងសើចបាទ Lucas Digne ដាក់មកជើងឆ្វេងពីចម្ងាយប៉ុន្តែបាល់នេះស្រាលអ្នកចាំទីគាត់គិតថាបើប្រព័ន្ធប៉ុណ្ណឹងបើថា Kylian Mbappé សុទ្ធក៏រៀងខ្លាចតិចតែបើថា Lucas Digne សុទ្ធចេះបិទខ្សោណាបិទភ្នែកចាប់ឥឡូវការអូសបាល់ចេញពីតំបន់ស្លាប់ខាងឆ្វេងបាកូឡាបញ្ជូនទៅឲ្យបាមិត្តរួមក្រុមKylian Mbappé ដាក់បានមួយជើងដែរហើយពីKylian Mbappé បាទយើងមកទស្សនាវិសាលវិញពីKylian Mbappé បាទសុទ្ធរៀងស្រាលបាកូឡាទៅឲ្យពីបាកូឡាអូយបាកូឡាវាយប្រូសុទ្ធបាល់ឡើងទៅខាងលើបាកូឡាបើយើងមកទស្សនាបើរូបភាពសារឡើងវិញអស់បាល់ទៅស្អាតណាស់លោកព្រះអើយហើយកុំមិនទៅសុទ្ធបាល់ទៅខាងលើអញ្ចឹងអូយបាកូឡាអស់បាល់ទៅម្នាក់ឯងស្អាតពេកអើយតែបាល់នេះវាទៅហោះស្ទុយទៅលើណាnóឆ្កុយទៅវិញចាប់អាយឱកាសទៅឲ្យពីKylian Mbappé អបសាយបាទហើយជួយគូមើលសិនណាលោកគ្រូបាល់នេះគួរតែឆែក VAR សិនណាមើលសិនលោកគ្រូកុំតន់លើកទង់លឿនពេកត្រូវ VAR ឆែកសិនអត់មានរឿងលេងសើចទេណាបាល់នេះបើមើលទៅមិនទំនងគួរ offside ទេលោកគ្រូអាជីពអើយសូកូរ៉ូម៉ាញ៉ូបាល់ការបញ្ជូនមកស្អាតដាក់មួយជើស្ដាំអាយយ Alexander Isak បាទយើងមកទស្សនារូបភាពសារល្វិញពីការបញ្ជូនបាល់ក៏ស្អាតអូយ Alexander Isak បាទកាប់មកជើងស្ដាំនេះក៏រៀងស្រាលដែរទេបាទបើសិនជាខ្លាំងវិញបាច់ទេបាទកុំថាឡើយខ្សែការពារសាលីបាសូម្បីតែអ្នកចាំទីម៉ៃកាន់ហ្នឹងក៏គាត់ជួយមិនបានដែរអូលីសេបញ្ជូនមកឲ្យបាក់Kylian Mbappé Rabiot 3គ្រាប់បាល់ទី1ពីសំណាក់បាមាន់កកបារាំងបាទយើងមកទស្សនារូបភាពសាលវិញបាទការលេងចង្វាក់វ៉ាធូនេះល្អមែនទេជាមួយនឹងបាក់Kylian Mbappé ណាអូយបាទបញ្ចប់ទីនេះអែមស្នេហ៍ដែរប៉ុន្តែនៅសល់ចុងជើងអ្នកចាំទីណាឆ្ងល់ណាស់ជើងឯងក៏វែងស្បើមែនបាទ Jules Koundé តែទម្លាក់មកខាងក្រោយ Jules Koundé កាត់មក Kylian Mbappé អាលបលយកកាច់អើយអាប៉េអាលបលយកកាច់កូនបិណ្ឌកូនឯទៅសិតបកបកោទីក៏បញ្ជូនឲ្យ Rabiot សម្លឹងមើលគ្នាសិន Rabiot ទួងមកជើងឆ្វេងពីចម្ងាយបាល់នេះធ្លាយទៅខាងលើ